នៅជនបទអៀកឡង់មានជំនឿមួយដែលមនុស្សមិនចង់ឮនោះឡើយពេលយប់ស្ងាត់បើសិនជាអ្នកឮសំឡេងស្ត្រីម្នាក់យំសោកសៅនៅក្រៅផ្ទះមិនមែននាងមកសុំជំនួយនោះទេនាងមកប្រាប់ថាមនុស្សម្នាក់នៅក្នុងផ្ទះនេះនឹងស្លាប់ពួកគេហៅនាងថា Banshee ពាក្យ Banshee មកពីភាសា Gaelic មានន័យថាវិញ្ញាណស្ត្រីជំនឿនេះមានតាំងពីសតវត្សទី14ក្នុងតំបន់ជនបទនៃប្រទេសអៀកឡង់គ្រួសារបុរាណដែលមាននាមត្រកូលដែលចាប់ផ្ដើមដោយអក្សរ O ឬ Mark ពួកគេជឿថាមាន Banshee ផ្ទាល់ខ្លួនដែលនាងមកព្រមានពេលមរណភាពចិត្តមកដល់នាងមិនសម្លាប់មនុស្សនោះទេមិនប៉ះពាល់អ្នកណាឡើយប៉ុន្តែនាងគ្រាន់តែយំប៉ុណ្ណោះនៅឆ្នាំ1890នៅ County Kerry គ្រួសារមួយរស់នៅក្នុងផ្ទះយ៉ាងចំណាស់មួយហើយមានលោកតាម្នាក់កំពុងតែឈឺធ្ងន់មានយប់មួយនោះកូនស្រីគាត់ឮសំឡេងយំក្រៅបង្អួចវាមិនមែនជាសំឡេងធម្មតាទេវាគឺជាសំឡេងដ៏សោកសៅសំឡេងបែបវែងបែបស្រែកដូចជាមនុស្សដែលបាត់បង់អ្វីមួយដែលធំនាងភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែនាងមិនហ៊ានបើកទ្វារនោះឡើយព្រឹកឡើងលោកតាក៏បានស្លាប់ដោយស្ងប់ស្ងាត់បន្ទាប់ពីពិធីបុណ្យអ្នកជិតខាងបានប្រាប់ថាពួកគេក៏ឮសំឡេងដូចគ្នាមិនមានអ្នកណាម្នាក់ឃើញមុខនាងច្បាស់នោះឡើយប៉ុន្តែមានគេនិយាយថានាងមានសក់វែងមានសម្លៀកបំពាក់ពណ៌សនិងភ្នែករបស់នាងពោពេញទៅដោយទឹកភ្នែកអ្នកវិទ្យាសាស្ត្រនិយាយថាសំឡេងនោះអាចជាសត្វកញ្ជ្រោងឬខ្យល់បក់តាមភ្នំប៉ុន្តែសម្រាប់មនុស្សដែលឮវាផ្ទាល់គឺវាមិនស្រដៀងនឹងសត្វឡើយវាស្រដៀងទៅនឹងមនុស្សសោកសៅហើយដឹងច្បាស់ថាសំឡេងនោះក៏មិនមែនចៃដន្យដែរសប្តាហ៍ថ្ងៃនេះនៅជនបទអៀកឡង់មនុស្សមួយចំនួននៅតែជឿបើអ្នកឮសំឡេងស្ត្រីម្នាក់យំក្រៅផ្ទះកុំចេញទៅមើលឲ្យសោះព្រោះនាងមិនមែនមករកអ្នកនោះទេរកអ្នកណាម្នាក់នៅក្នុងគ្រួសារហើយពេលដែលអ្នកឮសំឡេងនាងវាមានន័យថាពេលវេលារបស់នរណាម្នាក់កំពុងតែជិតអស់ហើយរឿងនេះវាប្រៀបដូចជាជំនឿខ្មែរបុរាណដែរអ្នកទាំងអស់គ្នាខ្មែរយើងពីដើមបើសិនជាអ្នកណាម្នាក់ជិតស្លាប់នឹងមានខ្លែងស្រាកមកយំនៅលើដំបូលផ្ទះហើយរយៈពេលក្រោយមកក៏មានអ្នកស្លាប់ពិតមែនចុះសម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងម៉េចដែរសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក